Hello អ្នកនរគ្នាខ្ញុំបានដាក់ KG ថ្ងៃនេះខ្ញុំមកលេងហ្គេមមួយឈ្មោះថា The Fort ហើយខ្ញុំមកលើកឡើងនឹង3ចំណុចដែល player ដំបូងគួរតែយល់ដឹងហើយបើអ្នកនរគ្នាជា player ដំបូងគួរយល់ដឹងពី quest ទាំង3នេះរឿងរ៉ាវទាំង3របស់ហ្គេមនេះរឿងរ៉ាវទី1គឺបើអ្នកនរគ្នាមកដល់ map ទី2 map Kingdom អ្នកនរគ្នាគួរតែធ្វើ quest ស្វានៅកោះចុងក្រោយនោះឥឡូវកុំអងពេកយើងគឺយើងទៅតែម្ដងទៅនេះគឺជានេះយើងគួរតែធ្វើ quest កូនស្វានេះហើយ quest គឺងាយស្រួលទេយើងតែខ្ញុំបានធ្វើហើយចឹងវាឲ្យយើងធ្វើម្ដងទៀតទេ quest ហ្នឹងគឺថាគេឲ្យយើងនឹងយកយើងគួរយកចេកដែលយើងម៉ាញនៅ map ទី1ឥឡូវកុំអងពេកយើងគឺទៅកន្លែង kheo យកហ្មងឥឡូវយើងបានមកដល់ kheo យើងមកយើងដូចដាក់វាយពួកថ្មនេះវាយពួកថ្មនេះដើម្បីអាចនឹងមានឱកាសបានចេកវាយពួកថ្មនៅឲ្យបានចេក30គឺអ្នកទាំងអស់គ្នាអាច trade មួយកូនស្វានឹងបានហើយវីដេអូនេះសូមបញ្ជាក់ទីបើខ្ញុំនិយាយខុសឆ្គងត្រង់ណាឬមិនសមរម្យត្រង់ណាឬយើងខុសឆ្គងត្រង់ណាសូមអធិស្ឋានផងថានេះជាវីដេអូដំបូងរបស់ខ្ញុំហើយយើងមកវាយពួកថ្មនេះអីមកអាចនឹងមានឱកាសបានហើយកុំឲ្យពិបាកហ្មងយើងមើលកន្លែងនេះហ្មងនេះគឺចេកមួយនេះចេកហ្នឹងយើងយកបាន30ហើយយើងធ្វើយកទៅឲ្យស្វាហ្នឹងមកយើងសំទៅបានរីយើងដាក់ឲ្យស្វាហ្នឹងមកហើយយើងឲ្យស្វាហ្នឹងហើយស្វាហ្នឹងនឹងយើងនឹងទទួលបានលុយចំនួន 10k និងល្បែ4ពី3ល្បែខ្ញុំចង់ភ្លេចបាត់ដែរអធិស្ឋានផងហើយ quest ទី2នោះគឺ quest ឆ្មាយកឆ្មាដើររកឆ្មាហើយអ្នកទាំងអស់គ្នាច្បាស់ឆ្ងល់ថាយើងយកឆ្មានៅណាក៏ពិតទេយើងទៅយកឆ្មានៅ map ទី2គឺ map Kingdom យើងហ្នឹងហើយរបៀបយកឆ្មានោះគឺមិនងាយស្រួលទេតែវាបានលុយច្រើនដែរហើយល្បែច្រើនដែរឥឡូវយើងកុំឲ្យអង្គពេកយើងរបៀបទៅយកឆ្មាហ្នឹងតែម្ដងទៅពេលយើងមកដល់កោះមកដល់ map Kingdom ហើយយើងដើរតាមហ្នឹងមកដើរតាមខ្ញុំបង្ហាញហ្នឹងមកហើយបើវីដេអូនេះជាវីដេអូដំបូងរបស់ខ្ញុំអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងជាស្រ័យផងហើយនេះយើងមកដល់ហើយយើងគួរបែរចូលឡើងនេះមកប៉ុន្តែសូមនិយាយចំណុចទី3មុននេះហើយមកបើអ្នកទាំងអស់គ្នាជា new player ឬអ្នកដែលលេងដំបូងអីសូមអ្នកទាំងអស់គ្នាកុំធ្វើ quest Mega Goblin នេះដោយសារវាយកលុយរបស់យើងយកដំបូង quest ទី1វាយក 5k quest ទី2វាយក 10k ឬ 15k quest ទី3វាយកអីវ៉ាន់6គេនោះអានេះបាន6អា quest ចុងក្រោយរបស់វាអា quest បានទីបានវាយកមក 20k យកអា diamond នេះ diamond នេះចំនួន6ហើយនឹងអត់ដឹង diamond ចង់ភ្លេចបាត់ដែរហើយនឹងតែ quest 25k quest ចុងក្រោយរបស់វាគឺអានេះ6ហើយអានេះមិនងាយស្រួលទេហើយយើងអស់លុយយើងទៅច្រើនដល់ពេលចុងក្រោយវានឹងចុងក្រោយវាថាវា scammer យើងអញ្ចឹងខ្ញុំតបដឹងដែរថា game ខ្ញុំអត់ដែរលេង game ណាដែលមាន NPC scam ចឹងសោះទៅលើកទី1ឥឡូវយើងគួរយល់ដឹងពីអាមេក៏ព្រៀនហ្នឹងតែវាក៏មិនអត់ប្រយោជន៍បានដែរវាឲ្យបានឲ្យកូនស្តោយើងមួយនៅកន្លែងនេះហើយឲ្យយើងចាក់ចូលទ្វារ kheo មួយទៀតឥឡូវយើងចូលចំណុចទី2យើងវិញហ្មងយើងដើរតាមហ្នឹងមកដើរតាមខ្ញុំបង្ហាញហ្នឹងមកដើរតាមហ្នឹងរកទឹកជ្រោះនេះយើងមកដល់ហើយទឹកជ្រោះនេះហើយយើងអោនតាមហ្គេមថ្មនេះមកនេះហ្គេមថ្មមួយនេះតែខ្ញុំធំពេកខ្ញុំជាប់ការទេសូខ្ញុំដូររេសខ្ញុំសិនឥឡូវយើងបានដូររេសខ្ញុំយើងទូជាមួយនេះខ្ញុំចូលហ្មងនេះចូលតាមហ្នឹងហើយយើងក៏បានមកឃើញឆ្មាហ្នឹងហើយយើងយកឆ្មាហ្នឹងមក
ហើយតបមកយើងយកទៅឲ្យអាប៉ែនោះទៅយើងធ្វើខ្វែននឹងបានហើយវីដេអូយើងមានត្រឹមតែប៉ុណ្្នឹងសង្ឃឹមថាអ្នកនរគ្នានឹងទួយកបានហើយជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ